សូមនមស្ការចំពោះព្រះថេរនុថេរៈគ្រប់អង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាផងដែរបងថ្ងៃនេះខ្ញុំកណាអាត្មាភាពចង់លើកនៅមន្តស្នេហ៍ចងមិត្តមាន4យ៉ាងបងមន្តស្នេហ៍ចងមិត្តទី1គឺទានបងហើយទី2ហ្នឹងគឺបយៈវាចាទី3អដ្ឋចរិយាទី4គឺសមាណត្តតាគឺមន្តស្នេហ៍នេះគឺយើងមាន4យ៉ាងនឹងឯងគឺយើងចងមិត្តយើងចង់ឲ្យគេស្រឡាញ់ចង់ឲ្យគេរាប់អានចង់ឲ្យគេចូលចិត្តតើតែយើងមាន4យ៉ាងហ្នឹងទៅគេស្រឡាញ់ចូលចិត្តយើងគេចង់នៅក្បែរយើងចង់រាប់អានយើងបងគឺទានហ្នឹងយ៉ាងម៉េចបងទី1ទានគឺមិនកំណាញ់មានន័យយើងចេះចែករំលែកយើងមានបានបន្តិចបន្តួចឬក៏យើងមានច្រើនយ៉ាងណាក៏ដោយយើងចេះចែករំលែកឲ្យអ្នកដទៃដែលក្រខ្សត់អត់ឃ្លានទុរគតហ្នឹងមិនថាអ្នកទាំងអស់ហ្នឹងទេអ្នកណាដែលនៅក្បែរខ្លួនយើងអាចចែករំលែកបានក៏ចែករំលែកឲ្យបានក៏ឲ្យអាហ្នឹងគឺទានមានថាទានហ្នឹងឯងជាផលប្រយោជន៍មួយឲ្យអ្នកដទៃគេមើលមកគេស្រឡាញ់ចូលចិត្តយើងហើយក៏កាលណាដែលយើងធ្វើទានក៏អាចនាំឲ្យយើងទៅកើតនៅឋានសួគ៌ក៏បានដែរអាចនាំឲ្យយើងកើតនៅភាពខ្ពង់ខ្ពស់តកោខ្ពង់ខ្ពស់យើងកើតមកជាតិក្រោយហ្នឹងគឺយើងសបោទៅដោយទ្រព្យសម្បត្តិសបោទៅដោយរបស់បរិភោគដែលយើងបានបរិច្ចាគនេះកាលណាដែលយើងបរិច្ចាគនៅទ្រព្យសម្បត្តិបរិច្ចាគនៅរបស់បរិភោគទានគឺផលឲ្យមកវិញហ្នឹងគឺសម្បូរទៅដោយរបស់បែបយ៉ាងនឹងឯងព្រោះយើងឲ្យអីគឺបានផលមកវិញគឺបានអ្វីដែលយើងធ្លាប់ឲ្យនឹងឯងហើយទី2គឺបយៈវាចាបយៈវាចាយ៉ាងម៉េចព្រោះគឺនិយាយពាក្យសម្ដីហ្នឹងគឺពិរោះពិសាហើយមានប្រយោជន៍ព្រោះថានៅក្នុងโลกនេះមនុស្សភាគច្រើនតែងតែចូលចិត្តនៅពាក្យសម្ដីដែលពិរោះមានប្រយោជន៍มันមានបុគ្គលណាដែលចូលចិត្តពាក្យមិនពិរោះទេគឺតែតែចូលចិត្តពាក្យសម្ដីហ្នឹងដែលពិរោះពិសានឹងឯងសំបីតែអាត្មាឬក៏ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងក៏ចូលចិត្តនៅពាក្យពិរោះដែរសំបីតែអ្នកដតីដែលនិយាយមកមិនពិរោះតិចតួចហ្នឹងធ្វើឲ្យយើងខឹងអោនសម្ពូនចិត្តហើយសំបីតែសត្វដែលឆានហ្នឹងក៏វាចូលចិត្តនៅពាក្យពិរោះដែរកាលណាដែលយើងនិយាយពាក្យមិនពិរោះដាក់វាក៏អាចធ្វើឲ្យវាមិនពេញចិត្តបានដែរពេលខ្លះយើងមិនដឹងពីអារម្មណ៍វាក៏នៅក្នុងព្រះធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់សម្ដែងចំពោះរឿងមួយថ្មភ្លេចបាត់ហើយបងប៉ុន្តែរឿងហ្នឹងគោឈ្មោះគោនន្តសាអញ្ចឹងដែលស្ដាប់ដឹងពីសម្ដីម្ចាស់ដែលនិយាយមិនពិរោះចំពោះខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងអស់រមាក់អត់រួចដោយសារពាក្យសម្ដីហ្នឹងអាចធ្វើឲ្យយើងនឹងលែងមានកម្លាំងចិត្តអញ្ចឹងបានពាក្យខ្មែរមួយនិយាយថាពាក្យសម្ដីអាចនិយាយទៅឲ្យយើងស្លាប់បាននិងឲ្យយើងរស់បានអញ្ចឹងកាលណាដែលយើងនិយាយមិនស្រួលហ្នឹងធ្វើឲ្យអ្នកដទៃហ្នឹងគេស្លាប់ដោយសារពាក្យសម្ដីរបស់យើងហើយបើកាលណាដែលយើងនិយាយទៅពីរោះពិសាគេចូលចិត្តគេស្រឡាញ់ពេញចិត្តធ្វើឲ្យអ្នកដទៃហ្នឹងគេរស់នៅសប្បាយចិត្តដោយសារតែពាក្យសម្ដីរបស់យើងអាហ្នឹងគឺពាក្យសម្ដីហើយទី3ហ្នឹងគឺអដ្ឋចរិយាអដ្ឋចរិយានឹងយ៉ាងម៉េចគឺយើងចេះជួយអ្នកដទៃបងជួយអ្នកដទៃឲ្យរីកចម្រើនឬឲ្យឃើញគេមិនរីកចម្រើនគេយ៉ាងណាក្តីក៏យើងត្រូវចេះជួយគេទៅកាលណាដែលយើងពេលខ្លះយើងបានរីកចម្រើនខ្ពង់ខ្ពស់ខ្លួនឯងប៉ុន្តែយើងអត់បានជួយអ្នកដទៃដែលគេនៅក្បែរខ្លួនយើងនឹងឲ្យរីកចម្រើនពេលខ្លះបងប្អូនខ្លួនឯងហ្នឹងគឺយើងចង់តែខ្ពង់ខ្ពស់មានចង់បានរីកចម្រើនខ្លួនឯងដល់ពេលបងប្អូនខ្លួនឯងគ្រួសារដែលនៅជិតខ្លួនឯងហ្នឹងអត់ចង់ឲ្យគេរីកចម្រើនចង់តែខ្លួនឯងអញ្ចឹងគឺអត់ទេយើងត្រូវចេះជួយអ្នកដទៃហ្នឹងឲ្យគេរីកចម្រើនដូចយើងដែរហ្នឹងទៅគេពេញចិត្តគេស្រឡាញ់ចូលចិត្តយើងហើយដល់ពេលសមាណត្តតានេះទី4ចុងក្រោយហ្នឹងគឺយើងពេលណាដែលយើងបានខ្ពង់ខ្ពស់មានន័យថាយើងបានឡើងខ្ពស់ឬក៏យើងមិនថាដំណាក់ណាទេយើងត្រូវចេះដាក់ខ្លួនហើយយើងកុំមើលងាយអ្នកដទៃបងកាលណាដែលយើង
លើកដំកើងខ្លួននួតខ្លួនឯងហើយមើលងាយអ្នកដទៃថាអ្នកនេះមិនដល់អញទេអញខ្ពស់ជាងគេអញប្រសើរជាងគេអាហ្នឹងហើយជាហេតុដែលមិនឲ្យគេស្រឡាញ់គេស្អប់គេអត់ចូលចិត្តយើងប៉ុន្តែកាលណាដែលយើងនេះយើងចេះដាក់ខ្លួនមិនងាយអ្នកដទៃមានន័យថាទោះយើងខ្ពស់ដល់ណាមេឃដល់ណាក៏ដោយប៉ុន្តែកាលណាដែលយើងចេះដាក់ខ្លួននេះយើងធ្វើជាមនុស្សសាមញ្ញធម្មតាមិនលើកដំកើងខ្លួនមិននួតអួតអាងខ្លួនឯងថាខ្លួនឯងជាមនុស្សបែបណាទេហើយក៏មិនមើលងាយអ្នកដទៃទៀតធម្មតាសាមញ្ញអញ្ចឹងអានឹងឈ្មោះថាសមានតតាយើងចេះដាក់ខ្លួនហ្នឹងគឺធ្វើឲ្យអ្នកដទៃហ្នឹងគេស្រឡាញ់គេចូលចិត្តយើងមើលមកយើងហ្នឹងគឺគេសប្បាយចិត្តចំពោះយើងគេស្រឡាញ់យើងសំបីតែទេវតាហ្នឹងក៏នៅក្បែរយើងក៏ស្រឡាញ់យើងដែរក៏ស្រឡាញ់ចូលចិត្តយើងដែរកាលណាដែលយើងមានធម៌4យ៉ាងហ្នឹងហើយអញ្ចឹងសរុបមកវិញចង់បញ្ជាក់ថាធម៌4យ៉ាងដែលធ្វើឲ្យមិត្តមានន័យថាធ្វើឲ្យអ្នកដទៃគេស្រឡាញ់គេចូលចិត្តហើយក៏មានមិត្តច្រើនដែរយើងកើតជាតិណាក៏មានមិត្តច្រើនស្បូរញាតិច្រើនដែរហ្នឹងហើយស្អីដោយសារតែយើងមាននៅធម៌4យ៉ាងនឹងឯងអញ្ចឹងអាត្មាភាពនិយាយទៅខុសខ្វះខាតត្រង់កន្លែងណាក្តីអធិស្ឋានឲ្យខ្ញុំកាន់អាត្មាភាពផងសូមអនុមោទនា